បាទក្នុងវីដេអូនេះដែរខ្ញុំនឹងធ្វើការសិក្សាទៅលើចំណុចទី17នេះដោយចំណុចទី17នេះខ្ញុំនឹងធ្វើការ hide property របស់ my computer ចូលទៅមើលនៅពេលដែលយើងបានឃើញ shortcut នៅលើ desktop នេះគឺ my document right click ទៅលើ my document ហ្នឹងយើងនឹងឃើញពាក្យមួយឈ្មោះថា property ឬមួយក៏យើងចុចទៅលើ start នេះ right click នៅលើ my document នេះអូខេគឺឃើញ property ដូចគ្នាដូច្នេះនៅក្នុងវីដេអូនេះដែរខ្ញុំនឹងធ្វើការ hide property នេះមិនឲ្យមើលឃើញបានទៀតទេដោយការចូលរបស់វាគឺដូចគ្នាទៅនឹងវីដេអូមុនដែរគឺ local path ដូចគ្នាអូខេឥឡូវសូមធ្វើការអនុវត្តតែម្ដងហើយចុចទៅលើ start run នៅក្នុង run នេះយើងវាពាក្យថា regedit អូខេមកចុចទៅលើ AP current user software Microsoft scroll ចុះមកក្រោមមកពាក្យថា Windows current version policy ក្នុង folder explorer បន្ទាប់មកយើង right click នៅលើផ្ទាំងសូរនេះវាពាក្យថា new ហើយ divert value ដាក់ថា no property my document សូមពិនិត្យឈ្មោះវាឲ្យបានត្រឹមត្រូវ no property my document បន្ទាប់មកយើងធ្វើការ right click ទៅលើវាវាថា modify ត្រង់ value data ហ្នឹងយើងកំណត់តម្លៃរបស់វាគឺលេខ1អូខេដើម្បីឲ្យវាទទួលយកនៅ policy ដែលយើងបានកំណត់នៅក្នុង registry ហ្នឹងតម្រូវឲ្យយើងធ្វើការ restart ឬមួយក៏ធ្វើការ log off computerបាទឥឡូវក្រោយពេលដែលយើងបានធ្វើការ log off computer រួចហើយយើងចូលទៅមើល property របស់ my document ម្ដងទៀតដូច្នេះ property របស់ my document ត្រូវបានបាត់ចុចទៅលើ start ចុចទៅលើ my document ហ្នឹងដូច្នេះ property នេះក៏ត្រូវបានបាត់ដូចគ្នាដោយសារតែយើងបានចូលទៅកំណត់នៅក្នុង registry ដាក់ឲ្យ hide property របស់ my document ដូច្នេះការ hide property របស់ my document ហ្នឹងត្រូវបានបញ្ចប់